ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់តិចនិចពីការឆាស្ពៃក្តប់ជាមួយនឹងសាច់គោឲ្យមានរសជាតិស្រួយឆ្ងាញ់ចាបងប្អូនដូចដឹងស្រាប់ហើយថាផ្កាស្ពៃនៅរដូវរងាគឺប្រជាជនកសិកររបស់ខ្មែរយើងនេះគឺគាត់បានដាំដុះបានផលច្រើនណាស់ផងដែរហើយក៏មានតម្លៃថោកផងដែរអញ្ចឹងដូច្នោះហើយគឺខ្ញុំបានទិញផ្កាស្ពៃនឹងមកប្រហែលជា1គីឡូហើយខ្ញុំបានទិញសាច់គោមកដើម្បីឆាផ្កាស្ពៃនឹងតែម្ដងផ្កាស្ពៃនេះក៏មានគុណប្រយោជន៍ដល់សុខភាពយើងផងដែរផ្កាស្ពៃគឺអាចជួយកាត់បន្ថយជំងឺមហារីកថែមទាំងបន្លែដែលឆ្ងាញ់ជាងគេបងប្អូនតាមធម្មតាបើមិនមែនជារដូវរងាគឺតម្លៃគឺថ្លៃបន្តិចហើយប៉ុន្តែខ្ញុំអាចទិញក្នុងតម្លៃ 3,000 រៀលដោយសារតែរដូវនេះគឺជារដូវដែលត្រជាក់អញ្ចឹងហើយប្រជាកសិករយើងអាចដាំដុះបានលឿនបានផលលឿនខ្ញុំទិញបានត្រឹមតែតម្លៃ 3,000 រៀលតែប៉ុណ្ណោះសម្រាប់ផ្កាស្ពៃយើងអាចយកទៅវាទៅធ្វើជាសម្លចាប់ឆាយក៏បានធ្វើជ្រក់ផ្កាស្ពៃក៏បានហើយយើងយកវាទៅឆាបន្ថែមទៀតក៏បានហើយបើបងប្អូនខ្លះណាក៏គាត់អាចយកធ្វើជាមុខម្ហូបផ្សេងទៀតទៅតាមចំណង់ចំណូលចិត្តរបស់គាត់ដែលគាត់ចង់ធ្វើហើយខ្ញុំក៏បានបន្តទៅលាងសាច់គោដែលខ្ញុំបានទិញពីផ្សារមកពេលលាងហើយត្រូវសម្រស់ទឹកឲ្យស្អាតពេលនោះដែរក៏ខ្ញុំបន្តទៅចិញ្ច្រាំខ្ទឹមឲ្យម៉ត់ផងដែរដើម្បីឆាជាមួយនឹងខាត់ណាហើយនេះគឺជាខ្ទឹមក្រហមដែលខ្ញុំចិញ្ច្រាំវាជាមួយគ្នានឹងខ្ទឹមសដើម្បីបង្កើតរសជាតិឲ្យម្ហូបរបស់យើងឈ្ងុយហើយនិងឆ្ងាញ់ផងដែរបន្ទាប់មកទៀតទើបហាន់សាច់គោជាចំណិតតាមតែបរិមាណបងប្អូនចង់បានហើយក៏យើងត្រូវហាន់សាច់គោទៅតាមរបៀបដែលហាន់ទៅដើម្បីឲ្យឆាទៅមានសភាពផុយមិនស្វិតចាហើយនេះគឺជាសាច់គោដែលយើងបានហាន់ហើយតែប៉ុណ្ណោះក៏យើងមានគ្រឿងផ្សំសម្រាប់ធ្វើឆាផងដែរមានដូចជារ៉ូឌីទឹកត្រីស្ករត្នោតស្ករសហើយនឹងម្សៅស៊ុបទឹកប្រេងខ្យងហើយនឹងខ្ទឹមចិញ្ច្រាំជាមួយនឹងខ្ទឹមក្រហមនិងខ្ទឹមសហើយនេះគឺជាផ្នែកបន្លែដើម្បីឲ្យបន្លែយើងឆាទៅមានចូលជាតិល្អយើងត្រូវយកបន្លែផ្កាស្ពៃរបស់យើងនឹងទៅស្រុះជាមួយនឹងទឹកក្តៅហើយនេះគឺជាផ្កាស្ពៃដែលយើងបានហាន់ហើយយើងត្រូវបន្តយកវាទៅស្រុះជាមួយនឹងទឹកក្តៅរយៈពេល5វិនាទីយើងស្រុះមើលទៅយើងឆែកមើលផងដែរបងប្អូនទៅតាមតែចំណង់បងប្អូនចង់បានផ្កាស្ពៃរាងផុយបន្តិចបងប្អូនដាក់ឲ្យរាងយូរបន្តិចក៏បានដែរហើយនេះគឺជាគ្រឿងផ្សំរបស់យើងដែលយើងត្រូវដាក់ជាមួយនឹងឆាបងប្អូនហើយនេះគឺជាសាច់គោផ្នែកសាច់គោដែលខ្ញុំបានរៀបរាប់ខាងលើនឹងឯងចាបងប្អូនជាដំបូងគឺយើងដាក់ខ្ទះឲ្យក្តៅយើងចាក់ខ្លាញ់ចូលហើយយើងដាក់ខ្ទឹមបំពងចូលជាមួយគ្នាចាក់ស្កម្សៅស៊ុបទឹកត្រីយើងចាក់សាច់គោចូលបន្ទាប់មកពេលយើងកូរមើលតែល្មមសាច់រាងស្រស់ទឹកហើយទើបយើងដាក់ស្ករត្នោតចូលនិងម្សៅស៊ុបរ៉ូឌីចូលហើយយើងកូរឲ្យចូលជាតិគ្នាបន្តមកទៀតទើបខ្ញុំចាក់ទឹកប្រេងខ្យងចូលកូរសាជាថ្មីឲ្យទឹកប្រេងខ្យងនិងសាច់គោរបស់យើងចេញជាតិទឹកសិនបន្តមកទៀតយើងមើលតើសាច់គោរបស់យើងរៀងស្ងួតទឹកយើងអាចទៅថែមទឹកតាមចំណង់ចំណូលចិត្តបងប្អូនបានបន្តមកទៀតទើបខ្ញុំចាក់បន្លែដែលស្រស់ហើយនឹងចូលផងដែរហើយយើងចាប់ផ្ដើមកូរឲ្យចូលជាតិគ្នាបងប្អូនអាចភ្លក់វាសាបឬប្រៃទៅតាមចំណង់ចំណូលចិត្តបងប្អូនអាចទៅថែមគ្រឿងទៅតាមនឹងទៅបងប្អូននេះមកទៀតទៅបន្ទាប់មកទៀតយើងបង់ស្លឹកខ្ទឹមចូលហើយនេះគឺជាលទ្ធផលដែលមុខម្ហូបឆារបស់យើងបានរួចរាល់ហើយបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាសូមបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ឲ្យវីដេអូនេះខ្ញុំផង